អាហារក្តៅសម្រាប់ពួកកម្មករផងដែរចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្ដើមលក់ខ្ញុំបានដាក់ច្បាប់មួយបាយប្រអប់តម្លៃ5មួយយន្តសាច់2មុខបន្លែ2មុខបាយញ៉ាំមិនកំណត់ស៊ុបដោយឥតគិតថ្លៃមិនរើសអើងអ្នកណាម្នាក់ច្បាប់នេះខ្ញុំបានកាន់ខ្ជាប់អស់រយៈពេល5ឆ្នាំក្នុងរយៈពេល5ឆ្នាំនេះតម្លៃមិនដែលដំឡើងបរិមាណមិនដែលកាត់បន្ថយអាហារក្តៅស៊ុបក្តៅនៅតែមានជានិច្ចទុកបាយនៅជុំវិញពី8យន្តឡើងដល់10យន្តហើយពី10យន្តឡើងដល់12យន្ត15យន្តមានតែតូបខ្ញុំមួយប៉ុណ្ណោះតែនៅតែ6យន្តជានិច្ចបរិមាណមានតែច្រើនជាងមុនមុខម្ហូបបដូររហូតមិនដែលខ្វះថ្ងៃច័ន្ទមានដំឡូងចៀនសាច់មាន់ពេញប៉ោះឆាពងទាឆាបន្លែតៅហ៊ូថ្ងៃអង្គារមានសាច់ជ្រូកឆាបន្លែសាច់ជ្រូកឆាសណ្តែកបណ្ដុះថ្ងៃនេះមួយម្ហូបបដូរមកគ្នាសាច់បន្លែចម្រុះក្តៅជានិច្ចថ្ងៃពុធមានសាច់គោសាច់ជ្រូកចិញ្ច្រាំបន្លែស្រស់ត្រឡាចបដូរមកគ្នាមិនដែលជាន់គ្នាអង្ករដែលខ្ញុំប្រើជាអង្ករក្រអូបយ៉ាងល្អតម្លៃ2យន្ត8សេនក្នុង1កន្លះគីឡូតាមមកបាយទុនឆ្ងាញ់កម្មករប្រើកម្លាំងខ្លាំងញ៉ាំ2 3ចានខ្ញុំមិនដែលនិយាយអ្វីឡើយពួកគេញ៉ាំច្រើនខ្ញុំក៏ដួសឲ្យច្រើនគិតតែម្យ៉ាងថាឲ្យអ្នកធ្វើការបានឆ្អែតសាច់ដែលប្រើគឺទៅទិញរាល់ព្រលឹមនៅផ្សារលក់ដុំសាច់ជ្រូកទើបនឹងកាប់សាច់មាន់ខ្ញុំរើសតែរបស់ដែលថ្មីបំផុតទាំងពណ៌ក្លិនផ្ទៃសាច់ត្រូវពិនិត្យឲ្យច្បាស់គ្រប់ចំណុចដាច់ខាតមិនប្រើសាច់មិនល្អនេះជាគោលការណ៍ដែលខ្ញុំធ្វើបាយឲ្យកម្មករបន្លែក៏ទិញតាមរដូវកាលដែលស្រស់បំផុតពេលរើសបន្លែខ្ញុំមិនដែលខ្ជិលឡើយតោះតែស្រស់ទើបហ៊ានទិញសូម្បីតែខុសគ្នាបន្តិចបន្តួចក៏ខ្ញុំមិនទិញបន្លែដែលគេកោទុកចោលមិនស្រស់ដែរចំណាយលុយច្រើនបន្តិចធ្វើម្ហូបឲ្យគេញ៉ាំខ្ញុំទើបមានអារម្មណ៍ធូរស្រាលក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំសុខចិត្តចំណេញតិចក៏មិនចង់យករបស់មិនល្អទៅឲ្យអ្នកធ្វើការញ៉ាំឡើយប្រពន្ធខ្ញុំតែងតែថាខ្ញុំឈួតគេលក់បាយ12យន្តគេប្រើសាច់បង្កកអង្គរចាស់អញលក់6យន្តប្រើសាច់ស្រស់ចំណេញស្ទើរតែគ្មានថែមទាំងឲ្យបាយសាច់ពួកគាត់ទៀតតើបន្តទៅទៀតយើងនឹងយកអ្វីញ៉ាំម្ហូបខ្លះខ្ញុំថែមជូនក៏មិនយកថ្លៃដែរថ្ងៃបុណ្យទានម្ដងខ្ញុំតែងតែថែមពងទាឲ្យម្នាក់មួយគ្រាប់ថែមសាច់គ្រាប់មួយទៀតក៏មិនដែលគិតលុយដែរខ្ញុំតែងតែគិតថាបើយើងស្មោះត្រង់នឹងគេក៏ស្មោះត្រង់នឹងយើងខ្ញុំឲ្យអស់ពីចិត្តគិតថាពួកគេនឹងមិនក្បត់ខ្ញុំទេប៉ុន្តែខ្ញុំភ្លេចទៅថាអ្វីដែលពិបាកមើលជាងគេបំផុតគឺចិត្តមនុស្សនេះឯងហើយអ្វីដែលពិបាកនឹងគ្រប់គ្រងបំផុតគឺសេចក្តីលោភលន់ថ្ងៃនេះជាថ្ងៃពុធដូចរាល់ដងខ្ញុំនឹងលីនស៊ូក្រោកពីម៉ោង2ទៀបភ្លឺខាងក្រៅមេឃនៅងឹតសូនមានតែពន្លឺភ្លើងតាមផ្លូវរលឹមបំភ្លឺតាមដងផ្លូវដ៏ស្ងាត់ជ្រងខ្យល់បក់នៅពេលយប់ជ្រៅត្រជាក់ញាក់សាច់បក់ប៉ះមុខដូចគេយកកាំបិតមុតអញ្ចឹងក្នុងផ្ទះតូចភ្លើងបើកយូរហើយសំឡេងផ្ទះបាយយូរដុកដាក់អង្គរាប់រយគីឡូលាងស្អាតត្រាំទឹកទុកចាំចំហុយខ្ញុំពាក់អាវកៅស៊ូកាន់ទីយ៉ាសម្រាប់ដួសឈរនៅមុខចង្ក្រានកម្ពស់ត្រឹមចង្កេះដាំម្ហូបមេសម្រាប់ថ្ងៃនេះគឺដំឡូងស្ងោរជាមួយសាច់មាន់ស្រែ20គីឡូកាត់ជាដុំស្រុះទឹកក្តៅបំបត្តិឆ្អាបរួចរំលីងស្ករសឲ្យឡើងពណ៌ដាក់ផ្កាច័ន្ទនិងឈើអែមស្លឹកក្រូចសើចបំពងភ្លើងខ្លាំងឲ្យឈ្ងុយបន្ទាប់មកចាក់ទឹកស៊ុបឆ្អឹងដាំឲ្យពុះក្លិនឈ្ងុយសាយភីពេញផ្ទះលីនស៊ូកំពុងលាងបន្លែនៅក្បែរនោះម្រេចបៃតង20